ព្រឹត្តិបទព័ត៌មានសម្រាប់អ្នកជំងឺនារដូវស្លឹកឈើជ្រុះឆ្នាំ2025សាររបស់នាយកប្រតិបត្តិនិងប្រធានរដូវស្លឹកឈើជ្រុះឆ្នាំ2025អរគុណអ្នកដែលទុកចិត្តយើងខ្ញុំផ្ដល់សេវាថែទាំសុខភាពរបស់អ្នកយើងដឹងថាការថែរក្សាសុខភាពរបស់អ្នកមិនមែនជារឿងងាយស្រួលនោះទេជាពិសេសនៅពេលដែលយើងប្រឈមមុខនឹងការផ្លាស់ប្ដូរជាច្រើនដែលកើតឡើងជុំវិញការធានារ៉ាប់រងសុខភាពនៅក្នុងព្រឹត្តិបទព័ត៌មាននេះយើងដាក់បញ្ចូលព័ត៌មានសំខាន់ៗអំពីការផ្លាស់ប្ដូរនាពេលខាងមុខជុំវិញកម្មវិធី Medicare និងគម្រោង Covered California សូមជម្រាបថាអ្នកមិននៅម្នាក់ឯងទេពេលអ្នកស្វែងយល់ពីការផ្លាស់ប្ដូរទាំងនេះក្រុមការងារសេវាបម្រើសមាជិករបស់យើងនៅប្រចាំការដើម្បីជួយអ្នកចុះឈ្មោះហើយនឹងចុះឈ្មោះឡើងវិញមុនពេលអ្នកពិចារណាធ្វើការផ្លាស់ប្ដូរណាមួយសូមទាក់ទងសេវាបម្រើសមាជិករបស់យើងតាមលេខ510 986 6880សម្រាប់អ្នកជំងឺដែលមានកម្មវិធី Medicare អ្នកអាចនឹងឃើញព័ត៌មានជាច្រើនអំពីកម្មវិធី Medicare ផ្សេងៗគ្នាការផ្លាស់ប្ដូរចំពោះគម្រោងនេះអាចប៉ះពាល់ដល់អ្នកថាតើអ្នកអាចបន្តជាមួយមន្ទីរព្យាបាលសុខភាពអាស៊ីជាអ្នកផ្ដល់សេវាវេជ្ជសាស្ត្ររបស់អ្នកដែរឬទេប្រសិនបើអ្នកមានសំណួរណាមួយសូមទាក់ទងសេវាបម្រើសមាជិករបស់យើងតាមលេខ510 986 6880វាក៏អាចប៉ះពាល់ដល់ការណាត់ជួបគ្រូពេទ្យឯកទេសនិងថ្នាំពេទ្យដែលអ្នកគួរតែទទួលបានការធានារ៉ាប់រងក្នុងគម្រោងនេះចំពោះថ្នាំវ៉ាក់សាំងអ្នកផ្ដល់សេវាថែទាំមន្ទីរព្យាបាលសុខភាព Asia យើងខ្ញុំផ្ដល់នៅប្រភេទកម្រិតដូសនិងការកំណត់ពេលវេលាដែលបានណែនាំដោយយោងតាមគោលការណ៍និងច្បាប់នៃរដ្ឋ California ខណៈពេលដែលមានសារផ្សេងគ្នាជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយនាពេលនេះអំពីវ៉ាក់សាំងនិងការថែទាំសុខភាពដែលអាចធ្វើឲ្យមានការភាន់ច្រឡំការណែនាំនិងការផ្ដល់វ៉ាក់សាំងផ្អែកលើវេជ្ជសាស្ត្ររបស់ Asian Health Services សម្រាប់មនុស្សពេញវ័យកុមារនិងក្រុមគ្រួសារនៅតែមិនផ្លាស់ប្ដូរសេវាកម្មរបស់យើងអស់រយៈពេលជាង50ឆ្នាំគឺដើម្បីធានាថាអ្នកទទួលបានការថែទាំប្រកបដោយមេត្តាធម៌និងគុណភាពខ្ពស់ខណៈពេលដែលយើងដឹងថាមានការផ្លាស់ប្ដូរនិងភាពមិនច្បាស់លាស់ជាច្រើននឹងមកដល់យើងខ្ញុំនៅទីនេះដើម្បីអ្នកមិនថាវាជាការពិនិត្យសុខភាពការថែទាំធ្មេញការគាំទ្រផ្នែកសុខភាពផ្លូវចិត្តឬជំនួយក្នុងការភ្ជាប់ទំនាក់ទំនងទៅទទួលបានស្បៀងអាហារលំនៅឋានឬជំនួយផ្នែកច្បាប់ទេក្រុមការងាររបស់យើងនៅទីនេះដើម្បីអ្នកនិងគ្រួសាររបស់អ្នកតាំងនាមឲ្យក្រុមគ្រូពេទ្យនិងបុគ្គលិកយើងខ្ញុំចំនួន500នាក់សូមអរគុណអ្នកដែលអនុញ្ញាតឲ្យយើងចូលរួមចំណែកក្នុងដំណើររបស់អ្នកឆ្ពោះទៅរកសុខភាពកាន់តែប្រសើរឡើងយើងរួមគ្នាកសាងគ្រួសារឲ្យកាន់តែរឹងមាំនិងសហគមន៍កាន់តែមានសុខភាពល្អសម្រាប់ទាំងអស់គ្នាបច្ចុប្បន្នភាព Medicare ការផ្លាស់ប្ដូរសំខាន់ចំពោះ Medicare នឹងមកដល់នៅថ្ងៃទី1ខែមករាឆ្នាំ2026សូមចំណាំថានឹងមានការផ្លាស់ប្ដូរសំខាន់ចំពោះ Medicare ក្នុងរយៈពេល2ឆ្នាំខាងមុខការផ្លាស់ប្ដូរដ៏សំខាន់ដំបូងគឺផ្អាកការចុះឈ្មោះឬគ្មានការចុះឈ្មោះថ្មីរបស់អ្នកស្រុកដែលមានស្ថានភាពអន្តោប្រវេសន៍ជាក់លាក់ដែលចាប់ផ្ដើមនៅថ្ងៃទី1ខែមករាឆ្នាំ2026ប្រសិនបើអ្នកមាន Medical ឥឡូវនេះការផ្លាស់ប្ដូរនេះនឹងមិនប៉ះពាល់ដល់អ្នកនៅពេលនេះទេអ្នកអាចរក្សា Medical របស់អ្នកដរាបណាអ្នកបន្ត Medical របស់អ្នករៀងរាល់ឆ្នាំប្រសិនបើអ្នកមិនបន្ត Medical របស់អ្នកក្នុងរយៈពេល3ខែបន្ទាប់ពី Medical របស់អ្នកផុតកំណត់អ្នកប្រហែលជាមិនអាចទទួលបាន Medical មកវិញទេដូច្នេះសូមប្រាកដថាអ្នកបន្ត Medical របស់អ្នកទាន់ពេលវេលាបុគ្គលិកសមាជិកមន្ទីរព្យាបាលសុខភាពអាស៊ីអាចជួយក្នុងការបន្ត Medical របស់អ្នកតាមរយៈលេខ510 986 6880ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការដាក់ពាក្យសុំ Medical សូមទាក់ទងបុគ្គលិកផ្នែកសេវាសមាជិករបស់យើងខ្ញុំដូច្នេះយើងខ្ញុំអាចប្រាប់អ្នកថាតើអ្នកមានសិទ្ធិទទួលបាន Medical ឬជួយអ្នកដាក់ពាក្យសុំកម្មវិធីសុខភាពផ្សេងទៀតទោះបីជាអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Medical ក៏ដោយអ្នកអាចមានសិទ្ធិសម្រាប់កម្មវិធីផ្សេងទៀតសម្រាប់អ្នកដែលមានប្រាក់ចំណូលក្រោម 200% នៃកម្រិតភាពក្រីក្ររបស់សហព័ន្ធ
ហើយរស់នៅក្នុងតំបន់ Alameda County អ្នកអាចមានសិទ្ធិទទួលបានកម្មវិធីសុខភាពនៃ County Alameda Health Pack ការផ្លាស់ប្ដូរសំខាន់ទី2គឺថាប្រសិនបើលក្ខខណ្ឌទាំងពីរនេះអនុវត្តចំពោះអ្នកនឹងមិនមានសិទ្ធិទទួលបាន Medical ទេប្រសិនបើអ្នកមានអាយុលើសពី65ឆ្នាំឬមានពិការភាពហើយប្រសិនបើអ្នកមានទ្រព្យសម្បត្តិលើសពី$130,000ប្រសិនបើអ្នកនៅលីវឬ$195,000ប្រសិនបើអ្នកមានប្តីឬប្រពន្ធខាងក្រោមនេះយើងផ្ដល់ជូននៅតារាងសិទ្ធិទទួលបាន Medical 2025ដើម្បីជួយអ្នកឲ្យយល់ពីអ្វីដែលអ្នកអាចមានសិទ្ធិទទួលបានសូមតាក់ទងផ្នែកសេវាកម្មសមាជិករបស់យើងខ្ញុំដូច្នេះយើងអាចជួយអ្នកក្នុងការកំណត់ថាតើការផ្លាស់ប្ដូរទាំងនេះនឹងប៉ះពាល់ដល់អ្នកដែរឬទេអ្នកអាចតាក់ទងសេវាសមាជិករបស់មន្ទីរព្យាបាលសុខភាពអាស៊ីតាមរយៈលេខ510 985 6880តារាងសិទ្ធិទទួលបាន Medical 2025ស្ថានភាពអន្តោប្រវេសន៍ដែលពេញចិត្ត SIS គឺជាស្ថានភាពអន្តោប្រវេសន៍ស្របច្បាប់ដែលធ្វើឲ្យបុគ្គលម្នាក់មានសិទ្ធិទទួលបានអត្ថប្រយោជន៍មួយចំនួនរបស់រដ្ឋាភិបាលដូចជា Medical ជាដើមប្រសិនបើអ្នកមាន Medical ឥឡូវនេះអ្នកនៅតែអាចបន្ត Medical របស់អ្នកបន្ទាប់ពីថ្ងៃទី1 2025ទោះបីជាអ្នកមិនមែនជា SIS ក៏ដោយរក្សាគ្រួសាររបស់អ្នកដោយមានការធានារ៉ាប់រងបន្ត Medical ទាន់ពេលវេលាសេចក្តីជូនដំណឹងអំពីសុវត្ថិភាពសហគមន៍នៅ Asian Health Services យើងប្រាជ្ញាគាំទ្រសុខភាពនិងសុវត្ថិភាពរបស់អ្នកទាំងនៅក្នុង clinic របស់យើងនិងទូទាំងសហគមន៍ Oakland នេះជាគន្លឹះមួយចំនួនដើម្បីជួយរក្សាសុវត្ថិភាពអ្នកនិងសុវត្ថិភាពរបស់មនុស្សជាទីស្រឡាញ់របស់អ្នកត្រូវប្រុងប្រយ័ត្នជានិច្ចកុំឲ្យមានការរំខានដូចជាការផ្ញើសារឬប្រើកាសទាំងពីរពេលដើរពេលជិះកង់ឬជិះយានជំនិះសាធារណៈនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់ជៀសវាងកន្លែងដាច់ស្រយាលជាពិសេសបន្ទាប់ពីមេឃងងឹតធ្វើដំណើរជាមួយគ្នានៅពេលណាដែលអាចធ្វើទៅបានចូលដើរឬធ្វើដំណើរជាមួយអ្នកដទៃជឿជាក់លើការគិតរបស់ខ្លួនអ្នកយកចិត្តទុកដាក់ចំពោះស្ថានភាពដែលអ្នកគិតថាមិនមានសុវត្ថិភាពទូរស័ព្ទទៅ911ចំពោះភាពអាសន្នដែលត្រូវការប៉ូលីសអ្នកពន្លត់អគ្គិភ័យឬជំនួយផ្នែកវិទ្យាសាស្ត្រម៉ោងបម្រើសេវាការិយាល័យបច្ចេកវិទ្យាជំនួយបច្ចេកទេសទូរស័ព្ទម៉ោងបច្ចេកវិទ្យាទទួលបានជំនួយឥតគិតថ្លៃជាបុគ្គល1:1សម្រាប់ទូរស័ព្ទដៃរបស់អ្នករួមមានការកំណត់ការផ្ញើសារការប្រើកម្មវិធីអ៊ីនធឺណិតកម្មវិធី Google My Chat និងផ្សេងទៀត iPhone និង Samsung អាសយដ្ឋានលេខ310ផ្លូវលេខ8បន្ទប់លេខ300 Oakland California Zip Code 94510 ថ្ងៃប្រហោះសប្តាហ៍ទី1និងទី4ចាប់ផ្ដើមពីម៉ោង9កន្លះព្រឹក12:30ថ្ងៃត្រង់លេខទំនាក់ទំនង510 735 32 22ឬ510 917 0483មិនចាំបាច់ធ្វើការណាត់ជួបក៏បានប្រសិនបើចង់កំណត់ពេលណាត់ជួបសូមទូរស័ព្ទមកឬ scan QR code ការស្ទង់មតិរបស់អ្នកមានសារៈសំខាន់ចំពោះយើងខ្ញុំអ្នកអាចនឹងទទួលបានការហៅតាមទូរស័ព្ទខ្លីៗពី Crossroads Group Inc. សួរអំពីបទពិសោធន៍ថ្មីៗរបស់អ្នកយើងខ្ញុំសូមថ្លែងអំណរគុណចំពោះមតិកែលម្អណាដែលអ្នកមានអារម្មណ៍ថាអាចចែករំលែកបានយើងខ្ញុំសង្ឃឹមថាអ្នកនឹងបំពេញការស្ទង់មតិតាមទូរស័ព្ទដែលរក្សាសម្ងាត់នៅពេលដែលយើងយកមតិកែលម្អរបស់អ្នកយ៉ាងយកចិត្តទុកដាក់ហើយប្រើវាដើម្បីធ្វើការកែលម្អឲ្យមានភាពប្រសើរឡើងនិងសុខភាពនៃសហគមន៍របស់យើង Clinic កុមារឥឡូវនេះបើកទទួលអ្នកជំងឺថ្មីយើងខ្ញុំទទួលស្វាគមន៍អ្នកជំងឺសម្រាប់កុមារអាយុតាំងពីពេលចាប់កំណើតដល់21ឆ្នាំនិងស្ត្រីមានផ្ទៃពោះជួបជាមួយគ្រូពេទ្យរបស់យើងទីតាំង Clinic សម្រាប់កុមារ Nurse Cheming Margaret Hill Medical Center 818 Webster Street, Oakland. Paul and Catherine Lowe Medical Center 835 Webster Street, Oakland.
Frank Heng Medical Center 250 East 15 Baker Street ជាន់ទី2 Oakland Asian Health Services Pediatric San Leandro 101 Collin Avenue បន្ទប់លេខ105 San Leandro សុខភាពនិងសុខុមាលភាពសហគមន៍កាលពីដើមឆ្នាំនេះ Asian Health Services បានចាប់ដៃគូជាមួយអង្គការបណ្ដាញបរិស្ថានអាស៊ីប៉ាស៊ីហ្វិក APEN ដើម្បីនាំអ្នកជំងឺនិងសមាជិកសហគមន៍មករួមគ្នាសម្រាប់ដំណើរទស្សនកិច្ចជាបន្តបន្ទាប់ដែលផ្ដោតលើសុវត្ថិភាពសហគមន៍និងការព្យាបាលអ្នកចូលរួមបានទៅទស្សនា Chinatown នៃទីក្រុង San Francisco, West Oakland និងពន្ធនាគារនៅឯ San Quentin ជាកន្លែងដែលពួកគេបានស្វែងយល់ពីសកម្មនិយមរបស់ជនជាតិអាមេរិកដើមកំណើតអាស៊ីសាមគ្គីភាពឆ្លងសហគមន៍និងចូលរួមក្នុងកិច្ចសន្ទនាជាមួយបុគ្គលជាប់ឃុំអ្នកចូលរួមម្នាក់បានឆ្លុះបញ្ចាំងអំពីសុវត្ថិភាពពិតប្រាកដអាចមិនមែនមកពីជញ្ជាំងនិងសោទេប៉ុន្តែមកពីការយល់ដឹងការអប់រំនិងឱកាសសមរម្យតាមរយៈបទពិសោធន៍ទាំងនេះអ្នកចូលរួមបានដឹងថាតើសុខភាពសុវត្ថិភាពនិងវិបុលភាពត្រូវបានបង្កើតឡើងដោយបរិស្ថាននិងសម្លេងម៉ាទិករួមរបស់យើងយ៉ាងដូចម្តេចចាប់តាំងពីពេលនោះមកមនុស្សជាច្រើនបានឈានជើងចូលទៅក្នុងការតស៊ូម៉ាទិកការលើកកម្ពស់ការគាំទ្រផ្នែកសុខភាពផ្លូវចិត្តការវិនិយោគលើយុវជនលំនៅឋានដែលមានស្ថិរភាពសេវាកម្មគាំទ្រការចូលសង្គមវិញនិងការការពារកម្មវិធី Medicaid ដែលលេចចេញជាអ្នកដឹកនាំនៅក្នុងសហគមន៍របស់ពួកគេក្រុមការពារសុខភាពផ្លូវចិត្តពិសេសក្រុមការពារសុខភាពផ្លូវចិត្តពិសេសផ្ដោតលើការគាំទ្រសហគមន៍តាមរយៈការអប់រំនិងការចូលរួមដែលឆ្លើយតបនឹងវប្បធម៌បណ្ដាញ YouTube របស់យើងមានសិក្ខាសាលាអនឡាញស្ដីពីសុខភាពផ្លូវចិត្តជាក់ស្ដែងដែលផ្ដល់ជូនជាភាសាចិនកាតាំងភាសាចិនពុកងឺនិងភាសាអង់គ្លេសដែលគ្របដណ្ដប់លើប្រធានបទនានាដូចជាការអប់រំអំពីល្បែងស៊ីសងសិទ្ធិនិងអត្ថប្រយោជន៍កម្មវិធី Medical ការទំនាក់ទំនងរវាងគ្រួសារនិងប្តីប្រពន្ធការបំពេញតួនាទីពុកម្ដាយរបាំងវប្បធម៌ក្នុងការទទួលបានការថែទាំនិងអ្វីផ្សេងៗជាច្រើនទៀតយើងក៏ចែករំលែកសកម្មភាពមេត្រីភាពសម្រាប់គ្រួសាររួមទាំងដំណើរកម្សាន្តណោះជិះកង់និងព្រឹត្តិការណ៍តាមរដូវកាលដើម្បីលើកកម្ពស់សុខភាពនិងការភ្ជាប់ទំនាក់ទំនងផងដែរព័ត៌មានទំនាក់ទំនងមកយើងខ្ញុំតាមរយៈអ៊ីមែលនិងលេខទូរស័ព្ទដូចខាងក្រោមMyChart តើអ្នកឬអ្នកថែទាំរបស់អ្នកបានចុះឈ្មោះប្រើ MyChart ដែរទេ MyChart គឺជា portal ឥតគិតថ្លៃនិងមានសុវត្ថិភាពដែលជួយអ្នកគ្រប់គ្រងសុខភាពរបស់អ្នកឬគាំទ្រការថែទាំរបស់មនុស្សជាទីស្រឡាញ់ជាមួយនឹងសិទ្ធិចូលប្រើរបស់អ្នកដំណើរអ្នកថែទាំអាចបន្តទទួលបានដំណឹងការចូលរួមនិងភ្ជាប់ទំនាក់ទំនងអត្ថប្រយោជន៍រួមមានផ្ញើសំណួរដែលមិនមែនវិទ្យាសាស្ត្រទៅក្រុមថែទាំរបស់អ្នកពិនិត្យនិងបើកថ្នាំឡើងវិញតាមវេជ្ជបញ្ជាស្នើសុំឬលុបចោលការណាត់ជួបមើលលទ្ធផលតេស្តនិងប្រវត្តិសុខភាពបន្តការធ្វើតេស្តនិងចាក់ថ្នាំបង្ការចាប់ផ្ដើមអ្នកជំងឺអាចចុះឈ្មោះតាមអនឡាញអ្នកថែទាំគួរតែទាក់ទងបុគ្គលិក Clinic សម្រាប់លេខកូដដំណើរការមុនពេលចុះឈ្មោះចូលទៅកាន់គេហទំព័រ MyChart ឬទាញយកកម្មវិធីនេះដើម្បីបង្កើតទិន្នន័យរបស់អ្នក MyChart ការភ្ជាប់ទំនាក់ទំនងរបស់អ្នកមានភាពងាយស្រួលនិងសុវត្ថិភាពដើម្បីទទួលបានសេវាថែទាំសុខភាពកាន់តែប្រសើរព័ត៌មានទំនាក់ទំនង510 735 32 22